នៅទីនេះយើងមានទង់ដែងមួយប្រមួនៅក្នុងរូបមន្តនេះប្លែកដោយសារយើងបានបើកវងកញ្ចក់ហើយដាក់លេខ1រ៉ូម៉ាំងសម្រាប់សម្គាល់វឡង់របស់ទង់ដែងដូច្នេះនៅពេលដែលអ្នកទាំងអស់គ្នាបានឃើញឈ្មោះរបស់សារធាតុគីមីដែលមានដាក់វងកញ្ចក់ហើយនឹងលេខរ៉ូម៉ាំងបែបនេះមានន័យថាលេខរ៉ូម៉ាំងនេះគឺសម្គាល់ទៅកាន់ចំនួនវឡង់របស់ធាតុលោហៈនៅខាងឆ្វេងវាជាក់ស្ដែងទៅដូចកន្លែងនេះអញ្ចឹងគឺ Cu តំណាងឲ្យទង់ដែងមានវឡង់ស្មើ1វាបានប្រើវឡង់លេខ1នេះដើម្បីចូលផ្សំចងរូបមន្តជាមួយនឹងព្រមហើយព្រមវានឹងប្រើប្រាស់វឡង់លេខ1របស់វាផ្ទេរទៅឲ្យទង់ដែងដើម្បីបង្កើតរូបមន្តដែរដូច្នេះរូបមន្តដែលចេញមកគឺអក្សរ Cu ទទួលយកវឡង់លេខ1របស់ព្រមហើយព្រមទទួលយកវឡង់លេខ1របស់ Cu វាដោះដូរវឡង់គ្នាបាទអញ្ចឹងចំនួនវឡង់នៅពេលដែលវាដូរហើយគឺយើងអាចហៅវាថាវឡង់ហើយយើងហៅវាថាចំនួនអាតូមអញ្ចឹងនៅក្នុងរូបមន្តនេះគឺទង់ដែងមានចំនួនអាតូមស្មើ1ហើយព្រមក៏មានចំនួនអាតូមស្មើ1ដែរអញ្ចឹងនៅពេលដែលចំនួនអាតូមស្មើគ្នាអញ្ចឹងយើងអាចធ្វើការសម្រួលវាចោលទៅហើយរូបមន្តចុងក្រោយសម្រាប់ទង់ដែងមួយប្រមួតែម្ដងគឺអក្សរ Cu មានចំនួន1អាតូមហើយអក្សរ Br មានចំនួន1អាតូមស្មើគ្នាបាទរូបមន្តទី2គឺទង់ដែង2ប្រមួបាទទង់ដែងដែលមានក្នុងវងកញ្ចក់លេខរ៉ូម៉ាំងលេខ2នេះគឺសម្គាល់ទៅលើវឡង់របស់ទង់ដែងដូច្នេះ Cu វានឹងធ្វើការផ្ទេរវឡង់លេខ2របស់វានេះទៅឲ្យព្រមហើយព្រមនឹងធ្វើការខ្វែងវឡង់របស់វាទៅឲ្យទង់ដែងដែរអញ្ចឹងលទ្ធផលទទួលបានចុងក្រោយបន្ទាប់មកនេះគឺ Cu មានចំនួនអាតូមស្មើ1ហើយ Br ទទួលយកវឡង់2របស់ទង់ដែងមកធ្វើជាចំនួនអាតូមរបស់វាបាទដូចមុនដែរដោយសារតែទង់ដែងលើកនេះវាមានចំនួន1អាតូមអញ្ចឹង1អាតូមនេះយើងមិនចាំបាច់បង្ហាញទេយើងអាចសរសេររូបមន្តចុងក្រោយណាសម្រាប់របស់ទង់ដែង2ប្រមួនឹងតែម្ដងគឺអក្សរ Cu បាទហើយនឹងអក្សរ Br សន្ទុះលេខ2មានន័យថានៅក្នុងរូបមន្តរបស់ទង់ដែង2ប្រមួមានទង់ដែងចំនួន1អាតូមហើយនឹងប្រូមចំនួន2អាតូម